ស្ដីពុកម៉ែបងប្អូនថ្ងៃនេះបងប្អូនគាត់ជាឆ្ងល់ admin ចេញមកឥឡូវចេះធ្វើបុណ្យចេះធ្វើអីទៀតបាទបងប្អូនខ្ញុំក៏ចេះធ្វើបុណ្យដែរបងប្អូនហ្នឹងហើយបង្វែរអារម្មណ៍បងប្អូនម្ដងឲ្យមកទស្សនានៅសកម្មភាពបុណ្យនៅក្នុងភូមិរបស់ខ្ញុំបានម្ដងដូចជាបុណ្យតាមផ្ទះនិងបុណ្យក្នុងវត្តជាដើមហ្នឹងដូចជាសកម្មភាពនេះជាក់ស្ដែងគឺបុណ្យការរស្មីសាមគ្គីនៅក្នុងវត្តរបស់ខ្ញុំបានទេណាហ្នឹងហើយគឺថាសប្បាយណាស់បងប្អូនហើយមានបុណ្យភូមិម្ដងបងប្អូនយើងមកក្រឹកក្រែងដែរតែមកចូលរួមបានតែបងប្អូននៅក្នុងភូមិទេភាគច្រើនបងប្អូននៅឆ្ងាយអត់សូវមានមកទេដោយសារតែវត្តខ្ញុំបាននៅជនបទស្រុកស្រែអញ្ចឹងមិនសូវមានអ្នកធំអ្នកតូចណាគេមកដល់ទេតែបងប្អូនមានសទ្ធាជ្រះថ្លាចង់ធ្វើបុណ្យធ្វើទាននៅវត្តខ្ញុំបានអាចតាក់ទងខ្ញុំបានឬលោកគ្រូអាចារ្យគណៈកម្មការវត្តដោយសារវត្តខ្ញុំបានមានការខ្វះខាតច្រើនណាស់បងប្អូនតោះបងប្អូនចប់ពីបុណ្យផ្ការរស្មីសាមគ្គីឥឡូវនាំបងប្អូនមកទស្សនាវីដេអូការធ្វើបុណ្យទៅនៅតាមផ្ទះម្ដងបងប្អូននៅខាងភូមិរបស់ខ្ញុំបាទគឺនេះគឺសកម្មភាពបុណ្យឆ្លងខឿននិងបុណ្យបច្ច័យ4ណាបងប្អូនហ្នឹងហើយគឺមានការជួយគ្នាអញ្ចឹងបែបហ្នឹងបាទគឺសប្បាយណាស់បុណ្យម្ដងគឺយាយតាបងប្អូនគឺជួយគ្នាបែបហ្នឹងគឺចូលរួមបងប្អូនឲ្យចូលរួមគឺថាច្រើនណាស់តុរៀបសឹងតែមិនទាន់បងប្អូនហើយខាងខ្ញុំគឺបែបហ្នឹងហ្នឹងហើយបងប្អូនធ្លាប់ថា admin អើយថតតែរឿងកម្មវិធីអង្គលការកម្មវិធីសប្បាយបុណ្យទានដែលឃើញថតហ្នឹងហើយឥឡូវខ្ញុំថតជូនពុកម៉ែបងប្អូនទស្សនាហើយអញ្ចឹងបងប្អូនទស្សនាមើលទៅថាខាងខ្ញុំខាងភូមិខ្ញុំដូចខាងបងប្អូននេះគឺថាសប្បាយណាស់ខាងខ្ញុំនេះជួយគ្នាណាមិនថាខាងចុងភៅមិនថាខាងអ្នកទទួលភ្ញៀវរៀបភ្ញៀវគឺជួយគ្នាបងប្អូនស្រះស្រែងដៃជើងជួយគ្នាណារត់ឆ្វេងរត់ស្ដាំហ្នឹងហើយជួយគ្នាសម្បើមណាស់ចុះខាងបងប្អូនវិញដូចខាងខ្ញុំអត់ទេខាងខ្ញុំគឺបែបហ្នឹងបងប្អូននឹងកម្មវិធីបុណ្យម្ដងក្នុងភូមិគឺយើងជួយសហការគ្នាម្ដងគេម្ដងយើងហ្នឹងហើយគឺថាជួយគ្នាអញ្ចឹងទៅបានបុណ្យទាំងអស់គ្នាជូនមគ្គផលកុសលអនុសង្ឃទាំងអស់បានបុណ្យទាំងអស់គ្នាបងប្អូនហើយបងប្អូនកុំភ្លេចជួយ like ជួយ share ចែកបុណ្យទាំងអស់គ្នាបងប្អូនដែលបានទស្សនាមិនថានៅចិត្តនៅឆ្ងាយមិនថាអ្នកខេត្តស្វាយរៀងមិនថាអ្នកខេត្តនានាទេជួយ like ជួយ share ទៅចែកបុណ្យទាំងអស់គ្នាបងប្អូនជូនបុណ្យដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាហើយតាមរយៈវីដេអូមួយនេះដែរខ្ញុំសូមអរគុណដល់បងប្អូនដែលតែងតែស្រឡាញ់ពេញចិត្តរាល់វីដេអូដែលខ្ញុំបានធ្វើហើយថ្ងៃខាងមុខខ្ញុំនឹងបង្កើតមាតិកាថ្មីជូនបងប្អូនទស្សនាបន្តទៀតតែឥឡូវវិលមកកម្មវិធីរបស់យើងវិញបងប្អូនសួរថាadmin បុណ្យមិនក៏មានហូបសារាបាទហូបដោយសារខាងខ្ញុំប្រពៃណីគឺចឹងហើយយើងជួបគ្នាតិចតួចគឺហូបតិចតួចបងប្អូនស្រស់ថ្នាំតែបើមានខុសឆ្គងប្រពៃណីអីសូមអធិស្ឋានទុកជាមុនផងបងប្អូនដោយសារកម្មវិធីនេះគឺជាកម្មវិធីបុណ្យបច្ច័យ4បាទមិនមែនជាបុណ្យកាន់ទុកហើយបងប្អូនឆ្ងល់មិនក៏មានធុងបានទៀតហ្នឹងហើយបងប្អូនបុណ្យសប្បាយអញ្ចឹងគេដាក់ធុងបានអញ្ចឹងហើយខាងខ្ញុំហើយបងប្អូនចាស់ដើមបុណ្យអ្នកមកបុណ្យគាត់រំសប្បាយជួបគ្នាតោះបងប្អូនមកទស្សនាវីដេអូមួយទៀតហ្នឹងហើយនេះបុណ្យដែរបងប្អូនបុណ្យតែនេះលក្ខណៈជុំក្រុមការងារវិញម្ដងដោយសារយើងទៅពេលថ្ងៃឲ្យបានទៅពេលយប់ហើយនេះម្ចាស់ដើមបុណ្យបងប្អូនចាស់ដើមបុណ្យនេះនៅខាងភូមិឆ្ងាយមិនមែននៅក្នុងភូមិរបស់ខ្ញុំបាទទេហ្នឹងហើយជុំក្រុមការងារបងប្អូនយើងអញ្ចឹងហើយយើងបុណ្យហើយយើងមានទឹកក្តៅទឹកត្រជាក់ស្រះថ្នាំអញ្ចឹងបងប្អូនភាសាជួបគ្នាយើងធ្វើការហត់រាល់ថ្ងៃហើយដល់ពេលទៅបានតែជុំគ្នាបុណ្យអញ្ចឹងទៅបានអីនឹងឡើងបងប្អូនដាក់តិចតួចហើយសូមអធិស្ឋានផងបាទនឹងសិតតែក្រុមការងាររបស់ខ្ញុំទេហ្នឹងហើយជុំគ្នាម្ដងសប្បាយម្ដងទៅជាមួយចាស់ដើមបុណ្យគេហ្នឹងថាអត់មានភ្ញៀវច្រើនអីថឹងថត់ទេដោយសារពួកខ្ញុំទៅពេលភ្លឺថ្ងៃចេញធ្វើការហ្នឹងគឺទៅចូលរួមហ្នឹងហើយនេះបងអូនចាស់ដើមបុណ្យបងប្អូនថាគាត់ហូបបានដែរហ្នឹងមិនថាតែពួកខ្ញុំភ្ញៀវឯងបុណ្យចាស់ដើមបុណ្យក៏គាត់ហូបដែរបងប្អូនអធិស្ឋានផងហ្នឹងហើយបាទណាបងប្អូនណាធ្វើការយើងធ្វើការហត់ហើយយើងមិនដែលថាបានជួបគ្នាជុំគ្នាសប្បាយអញ្ចឹងយើងដាក់តិចតួចទៅសូមបងប្អូនអធិស្ឋានផងហើយនេះខាងភូមិឆ្ងាយមិនមែននៅភូមិនៅខេត្តស្វាយរៀងដែរប៉ុន្តែនៅខាងស្រុកគេនោះនៅឆ្ងាយពីគ្នាបងប្អូនតែប្រពៃនេះមិនខុសគ្នាប្រហែលទេគឺស្តៀងគ្នាហ្នឹងហើយសារក្រុមការងារបងប្អូននេះគាត់សប្បាយចិត្តណាស់ដែលបានជួបគ្នាធ្វើការរាល់ថ្ងៃគឺយើងអត់បានអង្គុយហូបអញ្ចឹងស្រួលអញ្ចឹងទេបានជួបគ្នាម្ដងលេងអស់ដៃបដ ாய் ថាខ្ញុំថាគេបងប្អូនហើយសូមអធិស្ឋានហើយជាចុងក្រោយនេះសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់សូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយ